សួស្តីបងប្អូនថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទៅមើលត្រីក្រំព្រៃដែលខ្ញុំបានទិញជត់បាននៅក្នុងវីដេអូមកដាក់តាំងបង្ហាញឲ្យបងប្អូនបានទស្សនាប្រភេទត្រីក្រំនេះគឺជាប្រភេទត្រីក្រំព្រៃហើយក៏មានលាយត្រីក្រំស្រែផងដែរប្រភេទពូត្រីទាំងនេះគឺពិតជាពិបាករកខ្លាំងមែនទែនបើសិនជាយើងមិននៅចំតំបន់វានោះទេប្រកាសណាស់គឺវាមិនមានឡើយដោយតែបងប្អូនបានឃើញចឹងនៅក្នុងវីដេអូតម្រុំទៅបានវាមួយគ្រាប់គឺស្ទើរតែហត់ចិត្តដាច់ខ្យល់ស្លាប់ទៅហើយដូច្នេះបងប្អូនសូមជួយគាំទ្រនិងលើកតម្កើងត្រីក្រំព្រៃរបស់ខ្មែរយើងផងនិងចូលរួមអភិរក្សដូចជាការបង្កាត់ត្រីជាដើមត្រីប្រភេទទាំងនេះគឺវាមានលក្ខណៈដូចជាត្រីពីរញ្ញាដែរដែលវាមានភាពលក្ខណៈកាច់សាហាវនិងចូលចិត្តឯករាជ្យលើខ្លួនឯងមិនចូលចិត្តវាប្រហារចំណីជាហ្វូងឡើយគឺចូលចិត្តភាពស្ងប់ស្ងាត់និងប្រមាញ់ចំណីតែម្នាក់ឯងដូច្នេះនៅtrongវីដេអូខ្ញុំបានថតបង្ហាញពីត្រីក្រំដើម្បីឲ្យបងប្អូនបានទស្សនានៅសម្រស់ត្រីក្រំបែបលក្ខណៈចិត្តម្ដងបងប្អូនស្អាតស្អាតមែនទេបងប្អូនអើយនេះពីនេះកំពុងអួតក្តាលដបឯធំណាបងប្អូនឃើញអញ្ចឹងទូតែដល់ពេលយើងយកវាចាប់មើលធំណានេះនេះសៀមណាគ្នាសៀមហ្នឹងក៏ជាប់បានដែរជាប់បានក្នុងស្រះអត់តិចទេណាបាទហើយនេះសៀមកាត់ហ្នឹងនេះប្រកាសអត់ជាប់ទេបាទនេះត្រីក្រំបាទអាលពោអស់ហើយស្លេតអស់ហើយអ្នកណានៅអួតអ្នកណាក៏អត់ទៅដោយសារតែវាចាញ់អាកាសធាតុអញ្ចឹងអ្នកគ្នាបាទលេងអួតលេងអីនេះមួយនេះស្អាតអ្នកគ្នានេះពីរនេះកប់ស្រីហ្មង